ភាគច្រើនប្រកាន់យកមុខរបរតែមួយមុខផ្ទុយពីគេលោកគ្រូខាត់សៅភ័ណ្ឌបានប្រើពេលវេលាដែលនៅសេសសល់ពីការបង្រៀនសិស្សនៅសាលាបឋមសិក្សាសួនអំពៅស្ថិតនៅសង្កាត់បៃលិនខេត្តបៃលិនឆ្លៀតចិញ្ចឹមគោយកកូនលក់និងធ្វើស្រែចម្ការសម្រាប់ជីវភាពគ្រួសារថែមមួយកម្រិតទៀតក្នុងពេលវេលា24ម៉ោងរបស់លោកគ្រូខាត់សៅភ័ណ្ឌក្រៅពីការងារអាជីពជាគ្រូបង្រៀននៅសាលាចាប់ពីម៉ោង7ដល់ម៉ោង11ព្រឹកពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍លោកគ្រូបានកំណត់កាលវិភាគប្រចាំថ្ងៃរបស់ខ្លួនជាប្រចាំទៅលើការងារមួយទៀតគឺមើលថែចិញ្ចឹមសត្វគោប្រកបដោយការយកចិត្តទុកដាក់ខ្ពស់និងសេចក្តីស្រឡាញ់ពេញចិត្តចាប់ពីម៉ោង11ដល់ម៉ោង12ថ្ងៃត្រង់លោកគ្រូត្រូវដឹកគោឲ្យផឹកទឹកយកគោចងក្រោមដើមឈើរីឯពេលរសៀលមិនមានការបង្រៀនលោកគ្រូឆ្លៀតធ្វើស្រែដាំស្មៅមើលថែដាក់ចំណីដល់គោជាបន្តរហូតទៅដល់ពេលសម្រាកពេលល្ងាចការចិញ្ចឹមគោយកកូនបែបធម្មជាតិឲ្យស៊ីស្មៅវល្លិស្លឹកឈើចំបើងនិងស្មៅដាំមានរយៈពេល7ឆ្នាំចាប់ផ្ដើមចិញ្ចឹមតាំងពីឆ្នាំ2019មានគោ4ក្បាលប៉ុណ្ណោះនៅលើផ្ទៃដីដែលជួលគេជិត2ហិកតាគំនិតឆ្លាតវៃបង្កប់ដោយសេចក្តីព្យាយាមអំណត់របស់លោកគ្រូបានជំរុញឲ្យគ្រួសារលោកគ្រូអាចរកចំណូលបន្ថែមក្រៅពីការបង្រៀនតាមរយៈការធ្វើស្រែនិងការចិញ្ចឹមគោតាមធម្មជាតិដែលមិនចំណាយទុនលើការទិញចំណីគោនោះឡើយនៅលើផ្ទៃដីជិត2ហិកតានេះលោកគ្រូអាចធ្វើស្រែនៅរដូវវស្សាជីកស្រះទឹកដាំស្មៅជាចំណីគោនិងចិញ្ចឹមគោជាលទ្ធផលនៅឆ្នាំ2026ចំនួនមេគោកើនឡើង7ក្បាលនិងបានកូនចំនួន4ក្បាលដែលអាចផ្ដល់ចំណូលមួយឆ្នាំ8លានរៀលលោកគ្រូសៅភ័ណ្ឌអះអាងថាការចិញ្ចឹមគោបែបធម្មជាតិនេះជួយដល់សុខភាពអ្នកបរិភោគបរិស្ថាននិងកាត់បន្ថយការចំណាយបានយ៉ាងច្រើនលោកគ្រូសៅភ័ណ្ឌរៀបរាប់ថាប្រាក់ខែគ្រូបង្រៀនទុកសម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃការធ្វើស្រែអាចផ្គត់ផ្គង់អង្ករពេញមួយឆ្នាំសម្រាប់ទទួលទានមិនចំណាយលុយទិញគេដោយឡែកចំណូលពីការចិញ្ចឹមគោយកកូនលក់នេះជាចំណូលដុំដែលលោកអាចសន្សំទិញម៉ូតូធ្វើផ្ទះការសិក្សាកូននិងគ្រោងទិញដីស្រែជាកម្មសិទ្ធិផ្ទាល់ខ្លួនការចិញ្ចឹមគោរបស់ខ្ញុំគឺវាសំខាន់វាជាមុខរបរទី2បន្ទាប់ពីការបង្រៀនរបស់ខ្ញុំបាទវាជួយឲ្យគ្រួសារខ្ញុំនឹងមានចំណូលបន្ថែមទៀតបន្ទាប់ពីប្រាក់ខែអញ្ចឹងដូចយើងមានប្រាក់ខែមកយើងចាយជាប្រចាំថ្ងៃបាទហើយក៏ចាយមកលើខាងគោខ្លះប៉ុន្តែដូចជាយើងចង់បានរបស់ដូចជាម៉ូតូដូចជាអីយើងអាចលក់គោទិញបានតែម្ដងតទៅមុខខ្ញុំអត់ឈប់ទេបងខ្ញុំនៅតែចិញ្ចឹមបន្តទៀតព្រោះវាសំខាន់ពិសេសដូចថាយើងអញ្ចឹងយើងយកប្រាក់ខែហ្នឹងដើម្បីចាយវាលើជីវភាពប្រចាំថ្ងៃលើគោប៉ុន្តែយើងអាចលក់គោវិញបានលុយដុំគឺថាយើងចង់បានម៉ូតូយើងទិញម៉ូតូឬចង់បានរបស់អីជាដុំកពួនយើងលក់គោក៏បានគោកាន់តែច្រើនប្រាក់ចំណូលកាន់តែច្រើនលោកគ្រូសៅភ័ណ្ឌលើកឡើងថាការជ្រើសរើសវិធីសាស្ត្រចិញ្ចឹមគោតាមបែបធម្មជាតិដើម្បីរក្សាសុខភាពសត្វសុវត្ថិភាពអ្នកបរិភោគនិងបរិស្ថានគោធំធាត់តាមបែបធម្មជាតិកម្រឈឺណាស់ដោយគ្រាន់តែថែទាំជាប្រចាំផ្ដល់ចំណីផ្ដល់ទឹកលីមួកគោជាជីដាក់ក្នុងស្រែសម្រាប់ដាំស្រូវនិងដាំស្មៅគោក៏មិនចាំបាច់ទិញចំណីពីខាងក្រុមហ៊ុនផងដែរជាសរុបមកសម្រាប់លោកគ្រូសៅភ័ណ្ឌពេលវេលាពិតជាមាសប្រាក់ពិតប្រាកដមែនព្រោះអាចនិយាយបានថាមួយឆ្នាំ365ថ្ងៃគ្មានថ្ងៃណាដែលលោកគ្រូធ្វេសប្រហែសខ្ជះខ្ជាយដោយអត់ប្រយោជន៍នោះទេដែលតម្លៃនេះពិតណាស់ជាអ្វីដែលយើងទាំងអស់គ្នាមិនគួរមើលរំលងនោះឡើយ